ចាមកមីភ្លើងចាហើយភ្លើងហ្នឹងគេស្អីខាងលើក៏ភ្លើងក្រៅមកមីក៏ភ្លើងអញ្ចឹងគេហៅបើសិនជាខ្មែរយើងគេហៅភ្លើងឆៃកាលចាភ្លើងឆៃកាលទៅពេលឆ្នាំមកមីក៏ភ្លើងហើយយក9នេះក៏ភ្លើងអញ្ចឹងភ្លើងបូកនឹងភ្លើងគឺវានឹងពុះខ្លាំងហើយអញ្ចឹងបញ្ហាដែលធំវានឹងមានបញ្ហាភ្លើងឆេះគឺគេហៅថាភ្លើងឆៃកាលហ្នឹងភ្លើងឆៃកាលអាចបណ្ដាលមកពីការចាក់ប្រៃអាចបណ្ដាលមកពីការផ្ទុះអាវុធធ្ងន់ឬក៏មានបញ្ហាសង្គ្រាមចាហើយអ្វីដែលចំណុចសំខាន់មួយទៀតគឺពាក់ព័ន្ធនឹងសុខភាពនៅក្នុងឆ្នាំថ្មីចឹងសុខភាពក្នុងឆ្នាំថ្មីហ្នឹងគឺផលប៉ះពាល់ពាក់ព័ន្ធនឹងការស្ទះសរសៃឈាមដាច់សរសៃឈាមឬក៏ការដាច់ដូងឬក៏មានបញ្ហាជឿត្រចៀកចាហើយនឹងពាក់ព័ន្ធនឹងបញ្ហាកលៀនក៏ប៉ះពាល់ច្រើនដែរចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់អាសាខឹងច្រើនឬគេហៅមួយថាទុកអារម្មណ៍អត់បានអាចនឹងមានបញ្ហាខឹងដាច់សរសៃឈាមសាច់ក្បាលចាអានេះគឺវាជាបញ្ហាច្រើននៅក្នុងឆ្នាំ2021នេះចាហើយមួយទៀតដោយសារតែមកមីហើយនឹងជួបឆុងគ្នានេះគឺបើសិនជានៅក្នុងក្បួនប៉ាជឿគេថាម៉ែធាតនិងម៉ែធាតបុកគ្នាឆុងគ្នាអានឹងរឿងធំមានតែកើតឡើងអញ្ចឹងអ្វីដែលកើតឡើងវាមិនមែនរឿងតូចទេរឿងធំអញ្ចឹងផលប៉ះពាល់នៅក្នុងឆ្នាំថ្មីហ្នឹងវាពាក់ព័ន្ធនឹងព័ត៌មានលាភព័ត៌មានគេហៅប្រឌិតឬទម្លាក់កំហុសទៅលើនរណាម្នាក់អ្នកដែលមានគេឈ្មោះល្អក៏ត្រូវតែប្រយ័ត្នដែរចាហ្នឹងគឺ2021គឺការមានថាព័ត៌មានលាភថាព័ត៌មានប្រឌិតបំផ្លាញកិត្តិយសចាហើយក៏មានពាក់ព័ន្ធនឹងគេហៅអ្នកទី3ចាបញ្ហាអ្នកដែលមានអ្នកទី3ក៏អាចនឹងបានកកាយមិនអាចនឹងលាក់លឿនបានអីចឹងចាហ្នឹងគឺមានបញ្ហារឿងអស្រូវឬស្នេហា